កូនរបស់អ្នកមិនបានគួរឲ្យស្រឡាញ់សម្រាប់មនុស្សគ្រប់គ្នានោះទេតាក់ទងជាមួយនឹងការនិយាយរឿងកូនតាក់ទងនឹងការចិញ្ចឹមរបស់ពុកម្ដាយទៅលើកូនតាក់ទងរឿងពុកម្ដាយនិងកូនខ្ញុំវាសុំនិយាយច្រើនហ្នឹងហើយខ្ញុំនាំឲ្យមកមើលវីដេអូមួយទៀតមកនេះ chị ơi ai gọi chị kìa ឃើញវីដេអូច្រើនហ្នឹងមិនមែនតែវីដេអូមួយហ្នឹងឯងវីដេអូច្រើនដែលគេធ្វើតាក់ទងជាមួយនឹងក្មេងវាលពឹសវាទៅហាងកាហ្វេវាទៅលុកអ្នកអុកលុកអ្នកគិតលុយអីហ្នឹងទៅតែម្ដាយពុកខ្លះក៏អត់ខ្វល់វីដេអូនេះចឹងតាក់ទងទៅនឹងដែរម្ដាយពុកភាគច្រើនគិតថាកូនខ្លួនឯងនេះវាគួរឲ្យស្រឡាញ់ធ្វើអីក៏គួរឲ្យស្រឡាញ់ដែរសូម្បីតែជេរកូនខ្លួនឯងជេរក៏គួរឲ្យស្រឡាញ់ដែរម្ដាយពុកខ្លះនេះចេះជេរទៀតប៉ុន្តែសកម្មភាពទាំងអស់ហ្នឹងអ្នកផ្សេងគេមិនបានគិតថាវាគួរឲ្យស្រឡាញ់ទេយល់ទេតាក់ទងនឹងការជេរកែហ្នឹងគេមិនបានគិតថាគួរឲ្យស្រឡាញ់តាក់ទងនឹងការរពឹសក្មេងរពឹសក្មេងអីផ្សេងហ្នឹងអ្នកផ្សេងគេបានគិតថាវាគួរឲ្យស្រឡាញ់ទេគេថាក្មេងវាឆ្លើយក្មេងលពឹសក្មេងអីវាគេនិយាយទៅតាមសកម្មភាពអស់ហ្នឹងទៅប៉ុន្តែពុកម្ដាយភាគច្រើនយល់ថាខ្លួនឯងកូនខ្លួនឯងវាគួរឲ្យស្រឡាញ់ហើយហ្នឹងហើយតាក់ទងរឿងដែរខ្ញុំចង់និយាយលើការចិញ្ចឹមកូនមានពីរប្រភេទហ្នឹងហើយនៅពេលដែលកូនទៅធ្វើរឿងអញ្ចឹងមានឪពុកម្ដាយមួយគឺបដ ாய் កូនឲ្យធ្វើមកបដ ாய் កូនធ្វើតាមចិត្តកូនមកហើយអះអាងដោយនិយាយពាក្យថាក្មេងតែចិត្តក្មេងវាតែប៉ុណ្ណឹងក្មេងតែអញ្ចឹងហ្នឹងមានន័យថាក្មេងទូទៅគ្រប់ក្មេងទាំងអស់គឺដោយកូនគាត់អញ្ចឹងមែនក្មេងខ្លះគេអត់ដោយកូនគាត់ទេគេមានរបៀបណាដោយសារគេដោយសារឪពុកម្ដាយគេចិញ្ចឹមគេមកឲ្យវាមានរបៀបដល់ពេលកូននេះវាអត់របៀបដោយសារតែឪពុកម្ដាយហ្នឹងវាអត់មានចំណេះដឹងគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូនហ្នឹងឲ្យវាមានរបៀបអញ្ចឹងកំហុសដែលខ្ញុំផ្ដោតទៅលើគឺខ្ញុំផ្ដោតទៅលើក្មេងទេមិនមែនក្មេងវាលពឹសដោយឯងទេតែឪពុកម្ដាយទៅវិញទេដែលអត់ប្រៀនកូនឲ្យចេះមានរបៀបរបបដូចខ្ញុំនិយាយក្នុងលក្ខខណ្ឌមានពីរទី1គឺនៅពេលដែលក្មេងលពឹសម្ដាយឪពុកហាមថាហេកុំលពឹសកន្លែងសាធារណៈកុំមកចេះចុះឲ្យដេញឲ្យទៅអង្គុយស្ងៀមអីចឹងទៅអាហ្នឹងគឺជាឪពុកម្ដាយមួយប្រភេទអាហ្នឹងគេហៅថាឪពុកម្ដាយដែលមានទំនួលខុសត្រូវទៅលើកូនរបស់ខ្លួនឯងឪពុកម្ដាយមួយទៀតគឺឃើញកូនលពឹសហើយអត់មានហាមមេទេអត់មានមាត់ស្បីមួយម៉ាត់ឲ្យកូនធ្វើអីក៏ធ្វើតាមចិត្តទៅឪពុកម្ដាយបែបហ្នឹងគឺជាមនុស្សឪពុកម្ដាយដែលមានទំនួលខុសត្រូវទៅលើកូនរបស់ខ្លួនជាឪពុកម្ដាយដែលមានចំណេះដឹងគ្រប់គ្រាន់អត់មានចំណេះដឹងគ្រប់គ្រាន់សម្រាប់បរៀនកូនឲ្យខ្លាចជាមនុស្សល្អទេយើងគិតមើលក្មេងវាប៉ុណ្្នឹងអ្នកគ្នាបដៅអត់បានផងចុះបើសិនអ្នកគ្នាបដៅឲ្យវាធំទៅអ្នកគ្នាបដៅបានអត់ទេអញ្ចឹងគេថាពុតដែកតន់ដែកនៅទុនអាហ្នឹងគេនិយាយថាមិនខ្ញុំដឹងផ្លេចទេតែខ្ញុំគាត់ថាអត្តន័យរបស់វាគឺពុតដែកតន់ដែកនៅទុនតែដែករឹងហើយអ្នកគ្នាពុតលេងបានហើយអញ្ចឹងហើយបដៅកូនតន់វានៅក្មេងវានៅស្ដាប់វានៅគោរពប្រយ័ត្នតែវាធំឡើងវាលេងគោរពនិយាយអីក៏វាលេងស្ដាប់ដែរ